អង្គរបស់បណ្ឌិតមាន4យ៉ាងសោចេបុលិសោចេបុលិលិនឹងលិខិតហ្នឹងហើយបដិមាពោធិរុក្កាចៈថោបាចៈបស្ដោពួនបឋមខណ្ឌទាំង84000បឋមខណ្ឌ5ចុះញោមស្ដាប់បល័យបដិមាពុទ្ធរូបពោធិរុក្ខាចៈដើមពោជីនធេតយោព្រះសរិរុក្ខធាតុនៅលើមហាកុដចតុរាសីតិសហសធម្មខន្ធាបថៃបិដកហ្នឹងហើយមានគ្រប់វត្តលង្ការរបស់យើងប៉ុន្តែមិនដែលឃើញញោមណាមកសុំអានបថៃបិដកទេអត់ដែលឃើញមកសោះដល់គេធ្វើពិធីទៅអានណាអាននឹងអានដល់បល័យអេវ៉ាមេសុតាំងអេកាំងសមយ៉ាងភកវ៉ាទៅភកវ៉ាហើយអេកាំងសមយ៉ាងភកវេពេរិនសយ៉ាងអ៊ីសិបតនេមកតេយេចឹងទៅស្ដាប់បានថាម៉េចហ្នឹងអត់អាលីងស្មើងអត់ចេះចុះយើងអត់ដឹងមកអត់ចេះហ្នឹងហើយអាចារ្យថាអ្នកម៉ូយើងអ្នកម៉ូអាចារ្យថាតាសៈយើងតាសៈវាបានតែថាតាមគេទេគេទៅបាត់គឺយើងអត់ចេះដល់តែយើងអត់ចេះយើងវិលក្នុងវត្តដាក់សង្សារដដែលចឹងហើយបានថារៀនសំខាន់ណាស់ញាតិញោមពុទ្ធបរិស័ទរៀនស្ដាប់រៀនអីទៀតរៀនទន្ទិញរៀនត្រេះរិះអង្គរបស់បណ្ឌិតមាន4យ៉ាងសោចេបុលិសោចេបុលិលិនឹងលិខិតហ្នឹងហើយសោស្ដាប់ចេត្រេះរិះគិតកំណត់បោបើគិតថៃវាឆ្ងល់សួរមកលិខិតបើសួរផ្លេចកត់ទៅកុំប្រកែសួរពេកគ្រូនឹងក៏បែកញើសដែរងាកតែស្អែកសួរអ្នកមោតស័កខានស្អែកសួរនមោតស័កសិលក្រោយនមោតស័កចុះញោមមិនចេះសួរឯងតែនមោតស័កចឹងគ្រូក៏ហត់ដែរណាញោមគ្រូក៏ stress ដែរតែសួរមិនស្រួលត្រូវញោមផាឡាសួរតែមិនស្រួលត្រូវដែរណាគ្រូអភិធម្មក៏ដោយគ្រូសមាធិក៏ដោយឲ្យតែញោមប្រាប់ភ្លេចមិនព្រមកត់យកទៅទិញនេះប្រយ័ត្នរជើងព្រួលហើយគ្រូប្រកែខឹងហ្នឹងគ្រូសមាធិនេះហើយគ្រូសមាធិប្រកែខឹងជាងគេអ្នកអត់សមាធិអមិនចឹងមកវាចេះតែខឹងកូនសិស្សសួរច្រើនពេកបង្ហាត់មិនចាំពុទ្ធោដល់មកសួរស្អែកឡើងញោមអាត្មាប្រាប់ម្សិលមិញស្អីដូចប្រាប់ថាមេកោហ៎ចឹងមិនដាច់ខ្យល់ងាប់ឲ្យគ្រូណាមិនខឹងសមាធិຕົកម្ដុំឃើញទេអញ្ចឹងមិនបានទេញាតិញោមពុទ្ធបរិស័ទយើងត្រូវតែខិតខំទាំងអស់គ្នាស្ដារអាយុជីវិតរបស់យើងបើមិនបានឡើងថ្នាក់ទេសុំឲ្យនៅដដែលសុំឲ្យចាំសបកកុំឲ្យធ្លាក់ទៅអបាយភូមិមាននរកប្រែតអសូរកាយដេរិឆានជាដើមណាញោមខាតដើមណាមកដល់ឋានមនុស្សនេះគឺជាមនុស្សមានភ័ព្វមាននិស្ស័យមានវាសនាដែលព្រះលោកជុកចាត់ទុកថាជាការក្រមនុស្សកើតមកជាមនុស្សជាការក្រកិច្ចឆោមនុស្សស័កបដិលេភោការកើតបានមកជីវិតមនុស្សយាយតាមីងមាជំទាវឯកឧត្តមជាការក្រកើតជាមនុស្សហើយកិច្ចឆាំងមច្ចាអ្នកជីវិតាំងពិបាកនឹងមានជីវិតរស់នៅជាមនុស្សណាញោមពិបាកណាស់ណាយើងមកគ្រួសារមាន5ឥឡូវគេយកតែ2ទៀតតោះយកតែកូនប្រុសមួយកូនស្រីមួយ2នាក់ម៉ែឪទៀត4នាក់មកគ្រួសារកាលពីសម័យដូនតាមកកងអាត្មាកើតមកមានយាយខ្លះ2ដណ្ដប់កូនឥឡូវអត់ទេពិបាកចិញ្ចឹមណាស់អត់លុយបង់សាលាអត់លុយបង់ផ្ទះអត់លុយបង់ស្អីលាក់នឹងលាក់អញ្ចឹងយើងមានកំណើនប្រជាជនមកពីណាបើម្នាក់អូខេអស់ហើយអត់មានទេឃើញទេអត់ទេបានតែ2គេឈប់យកអស់ហើយអញ្ចឹងមិនងាយកើនទេញាតិញោមឥឡូវហ្នឹងគិតទៅធ្វើមូលនិធិត្រត្រង់កូនភ្លោះ3ឯម៉េចណា
មេធ្វើមូលនិធិលើកទឹកចិត្តអ្នកណាមានកូន3ដាក់1លានដុល្លារនឹងបាន3ហើយ3ដង9បានប្រមាណដុល្លារហើយបានប្រមាណអូនឹងក៏នៅតិចទៅបាន2ដណ្ដប់មួយគ្រូបានខ្លាំងតិចហ្នឹងហើយជាពិសេសញោមអ្នកមានលទ្ធភាពនឹងកំពីអីដាក់2ដណ្ដប់ទៅជួយជាតិរបស់យើងហ្នឹងហើយអាត្មាចម្រើនពោប៉ុណ្ណឹង